កងកម្លាំងប្រទេសអ៊ីស្រាអែលបានសម្លាប់មនុស្ស13នាក់នៅក្នុងប្រតិបត្តិការវាយប្រហារនៅភាគខាងត្បូងស៊ីរីនេះគឺជាការវាយប្រហារដ៏សាហាវបំផុតរបស់ប្រទេសអ៊ីស្រាអែលចាប់តាំងពីការផ្ដួលរំលំរបបដឹកនាំរបស់លោកបាសាអល់អាសាដអតីតប្រធានាធិបតីស៊ីរីកាលពីឆ្នាំមុនយ៉ាងណាអ៊ីស្រាអែលបាននិយាយថាពួកគេបានកំណត់គោលដៅវាយប្រហារទៅលើក្រុមអ៊ីស្លាមនិយមទីភ្នាក់ងារសារព័ត៌មានសាណាដែលដកស្រង់ពីក្រសួងសុខាភិបាលស៊ីរីបានរាយការណ៍ថាមនុស្ស13នាក់ស្លាប់និង24នាក់ផ្សេងទៀតរងរបួសនៅក្នុងប្រតិបត្តិការរបស់អ៊ីស្រាអែលក្រសួងការបរទេសស៊ីរីបានថ្កោលទោសប្រតិបត្តិការនេះថាជាអ ுக ្រិតកម្មសង្គ្រាមហើយបានចោទប្រកាន់អ៊ីស្រាអែលថាចង់បញ្ឆេះចំនួននៅក្នុងតំបន់អ្នកស្រុកដែលរងរបួសឈ្មោះ Lia Taher បានប្រាប់ AFP នៅឯមន្ទីរពេទ្យ Al-Muwassat ថាយើងបានដេកលក់តែក៏បានភ្ញាក់ពីគេងនៅម៉ោង3ព្រឹកដោយសារការបាញ់ប្រហារប្រពន្ធបន្តថាពួកយើងបានចេញទៅខាងក្រៅដើម្បីមើលអ្វីដែលកំពុងកើតឡើងស្រាប់តែបានឃើញកងទ័ពអ៊ីស្រាអែលនៅក្នុងភូមិមានទាហាននិងរថក្រោះបន្ទាប់មកកម្លាំងទ័ពអាកាសបានមកដល់ហើយគ្រាប់ផ្លោងចាប់ផ្ដើមធ្លាក់ចេញមកខ្ញុំត្រូវគ្រាប់ផ្លោងចំកយ៉ាងណាកងទ័ពអ៊ីស្រាអែលបាននិយាយថាគោលដៅនៃប្រតិបត្តិការនេះគឺជាអ្នកប្រយុទ្ធមកពីក្រុមអ៊ីស្លាមចាម៉ាអ៊ីស្លាមីយ៉ាដែលមានមូលដ្ឋាននៅក្នុងប្រទេសលីបង់ជិតខាងនិងជាសម្ព័ន្ធមិត្តជាមួយនឹងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់គ្រប់គ្រងកាហ្សាអ៊ីស្រាអែលបានកាន់កាប់តំបន់ Golan Heights របស់ប្រទេសស៊ីរីដែលជាតំបន់ខ្ពង់រាបភ្នំយុទ្ធសាស្ត្រចាប់តាំងពីឆ្នាំ1967ដោយបញ្ចូលវានៅឆ្នាំ1981នៅក្នុងសកម្មភាពមួយដែលមិនទទួលស្គាល់ដោយសហគមន៍អន្តរជាតិកាលពីសប្តាហ៍មុននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានទៅសួរសុខទុក្ខកងទ័ពអ៊ីស្រាអែលដែលដាក់ពង្រាយនៅក្នុងតំបន់ការពារនោះតែទាញការស្ដីបន្ទោសយ៉ាងខ្លាំងពីទីក្រុងដាម៉ាស់និងភាគីផ្សេងៗទៀតនៅក្នុងតំបន់